លើពិភពលោកនេះមានពន្ធនាគារខ្លះដែលត្រូវបានគេរចនាឡើងដើម្បីឲ្យអ្នកទោសគ្មានសង្ឃឹមចេញទៅក្រៅវិញឡើយជញ្ជាំងខ្ពស់ៗទ្វារដៃធ្ងន់ៗកាមេរ៉ាសុវត្ថិភាពអ្នកយាមប្រព័ន្ធសន្តិសុខនិងសូម្បីតែទីតាំងខ្លះមានដល់នៅលើកោះកណ្ដាលសមុទ្រទាំងអស់នេះធ្វើឲ្យមនុស្សភាគច្រើនគិតថាបើអ្នកណាម្នាក់ចូលទៅក្នុងទីនោះហើយគឺស្ទើរតែគ្មានផ្លូវត្រឡប់មករកសេរីភាពវិញទេប៉ុន្តែប្រវត្តិសាស្ត្របានបង្ហាញថាមនុស្សមួយចំនួននៅតែអាចរកវិធីបំបែកប្រព័ន្ធការពារទាំងនោះបានដោយប្រើការអត់ធ្មត់ការសង្កេតការរៀបចំផែនការយូរខែនិងពេលខ្លះមានជំនួយពីខាងក្រៅដែលគ្មាននរណានឹកស្មានដល់ក្នុងវីដេអូនេះយើងនឹងនាំអ្នកទៅស្គាល់ការហែកគុកដែលល្បីបំផុតក្នុងប្រវត្តិសាស្ត្រមានករណីខ្លះប្រើឧបករណ៍សាមញ្ញដូចជាស្លាបព្រាដើម្បីជីកជញ្ជាំងរត់ចេញមានករណីខ្លះប្រើក្បាលមនុស្សคล้ายៗដើម្បីបន្លំអ្នកយាមគុកហើយមានករណីខ្លះទៀតមានអ្នកហ៊ានប្រើឧទ្ធម្ភាគចក្រចុះចតលើដំបូលពន្ធនាគារហើយក៏មានករណីមួយទៀតដែលមានផ្លូវរួមក្រោមដីវែងជាង1គីឡូម៉ែត្រមានភ្លើងមានខ្យល់និងមានម៉ូតូសម្រាប់រត់គេចផងដែរប៉ុន្តែអ្វីដែលធ្វើឲ្យរឿងទាំងនេះកាន់តែគួរឲ្យចាប់អារម្មណ៍គឺមិនមែនត្រឹមតែវិធីដែលពួកគេចេញបានប៉ុណ្ណោះទេវាគឺជាសំណួរដែលនៅសល់ក្រោយការរត់គេចតើពួកគេរស់រានមានជីវិតឬស្លាប់តើមានអ្នកណាជួយពីខាងក្នុងឬខាងក្រៅហើយតើពន្ធនាគារដែលគេហៅថាមិនអាចរត់គេចបានពិតជាមិនអាចរត់គេចបានមែនឬទេថ្ងៃនេះយើងនឹងមើលទៅលើរឿងពិតៗទាំងនេះមួយករណីម្ដងខ្លះដូចជាក្នុងរឿងភាពយន្តខ្លះគួរឲ្យភ័យខ្លាចខ្លះបញ្ចប់ដោយការចាប់ខ្លួនអ្នកទោសបានវិញប៉ុន្តែខ្លះទៀតរហូតមកដល់សប្តាហ៍ថ្ងៃក៏នៅតែជាអាថ៌កំបាំងការហែកគុក Alcatraz ក្នុងឆ្នាំ1962នៅឆ្នាំ1962ការរត់គេចពីពន្ធនាគារ Alcatraz បានក្លាយជារឿងមួយដែលល្បីបំផុតក្នុងប្រវត្តិសាស្ត្រព្រោះ Alcatraz មិនមែនជាពន្ធនាគារធម្មតាទេវាស្ថិតនៅលើកោះតូចមួយកណ្ដាលឈូងសមុទ្រ San Francisco ដែលព័ទ្ធជុំវិញដោយទឹកត្រជាក់ខ្លាំងចរន្តទឹកលឿននិងរលកដែលអាចសម្លាប់មនុស្សបាននៅសម័យនោះមនុស្សជាច្រើនជឿថាបើអ្នកណាម្នាក់ត្រូវបានដាក់ឃុំក្នុង Alcatraz គឺស្ទើរតែគ្មានសង្ឃឹមក្នុងការរត់គេចឡើយប៉ុន្តែអ្នកទោស3នាក់គឺ Frank Morris ព្រមទាំងបងប្អូន2នាក់ទៀតគឺ John Anglin និង Clarence Anglin បានសម្រេចចិត្តធ្វើអ្វីដែលគេគ្រប់គ្នាគិតថាមិនអាចទៅរួចពួកគេមិនបានរត់ដោយសារសំណាងទេប៉ុន្តែបានរៀបចំផែនការយ៉ាងយូរយ៉ាងស្ងៀមស្ងាត់និងយ៉ាងហ្មត់ចត់រាល់ថ្ងៃពួកគេសង្កេតមើលចលនារបស់អ្នកយាមម៉ោងត្រួតពិនិត្យសម្លេងនៅក្នុងអគារនិងចំណុចខ្សោយតូចៗក្នុងបន្ទប់ឃុំយ៉ាងច្បាស់លាស់បន្ទប់របស់ពួកគេមានរន្ធខ្យល់តូចមួយនៅខាងក្រោយហើយចំណុចនេះបានក្លាយជាសង្ឃឹមតែមួយសម្រាប់ការរត់គេចពួកគេបានប្រើឧបករណ៍សាមញ្ញដូចជាស្លាបព្រាកាំបិតតូចនិងឧបករណ៍ដែលធ្វើពីម៉ូទ័របូមធូលីដើម្បីជីកជញ្ជាំងជុំវិញរន្ធខ្យល់នោះបន្តិចម្ដងដើម្បីមិនឲ្យអ្នកយាមឮសំឡេងពួកគេធ្វើការជីកនៅពេលដែលមានសំឡេងរំខានក្នុងពន្ធនាគារហើយពេលមានការត្រួតពិនិត្យពួកគេប្រើវត្ថុផ្សេងៗបិទបាំងរន្ធដែលកំពុងជីកដើម្បីឲ្យមើលទៅដូចជាជញ្ជាំងធម្មតាអ្វីដែលធ្វើឲ្យផែនការនេះគួរឲ្យភ្ញាក់ផ្អើលជាងនេះគឺពួកគេមិនត្រឹមតែជីកផ្លូវចេញប៉ុណ្ណោះទេប៉ុន្តែថែមទាំងរៀបចំការបន្លំអ្នកយាមយ៉ាងឆ្លាតវៃពួកគេបានធ្វើក្បាលមនុស្សคล้ายៗពីសាប៊ូក្រដាសបេតុងតូចៗនិងសក់ពិតដែលបានប្រមូលពីកន្លែងកាត់សក់ក្នុងពន្ធនាគារក្បាលคล้ายៗទាំងនេះត្រូវបានគេដាក់លើខ្នើយនៅលើគ្រែដើម្បីឲ្យអ្នកយាមដែលដើរត្រួតពិនិត្យពេលយប់គិតថាអ្នកទោសកំពុងដេកធម្មតានេះជាចំណុចសំខាន់បំផុតព្រោះបើអ្នកយាមរកឃើញពួកគេបាត់ខ្លួនតាំងពីពេលដំបូងផែនការទាំងមូលនឹងត្រូវបរាជ័យភ្លាមៗខណៈពេលដែលអ្នកយាមមើលតាមរន្ធទ្វារហើយឃើញក្បាលនៅលើគ្រែពួកគេមិនបានសង្ស័យថានៅពីក្រោយជញ្ជាំងមានអ្នកទោសកំពុងលូនចេញទៅរកសេរីភាពនោះទេពេលយប់ដែលបានកំណត់មកដល់ Frank Morris និងបងប្អូន Anglin បានចេញតាមរន្ធដែលពួកគេជីករួចចូលទៅក្នុងផ្លូវសេវាកម្មខាងក្រោយជញ្ជាំងហើយបន្តឡើងទៅលើដំបូលអគារបន្ទាប់មកពួកគេបានចុះទៅតំបន់ខាងក្រៅហើយត្រៀមប្រើទូកកែច្នៃដែលធ្វើពីអាវភ្លៀងជាច្រើនសន្លឹកពួកគេបានបិទអាវភ្លៀងទាំងនោះចូលគ្នាដើម្បីបង្កើតជាឧបករណ៍អណ្ដែតលើទឹកហើយក៏បានធ្វើអាវជួយអណ្ដែតដើម្បីជួយឲ្យពួកគេឆ្លងសមុទ្របានយប់នោះគឺជាចំណុចដែលធ្វើឲ្យរឿងនេះក្លាយជាអាថ៌កំបាំងដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិកពួកគេចេញពីគុក Alcatraz ចូលទៅក្នុងភាពងងឹតនិងទឹកត្រជាក់នៃឈូងសមុទ្រ San Francisco នៅពេលព្រឹកអ្នកយាមមកពិនិត្យបន្ទប់ហើយរកឃើញថាមនុស្សដែលនៅលើគ្រែមិនមែនជាមនុស្សពិតទេប៉ុន្តែជាក្បាលคล้ายៗភ្លាមពន្ធនាគារទាំងមូលបានភ្ញាក់ផ្អើលគេចាប់ផ្ដើមស្រាវជ្រាវនិងស្វែងរកបងប្អូនអ្នកទោសហែកគុកទាំង3នាក់ជាបន្ទាន់អាជ្ញាធរបានស្វែងរកជុំវិញកោះសមុទ្រនិងតំបន់ជិតខាងប៉ុន្តែមិនដែលរកឃើញ Frank Morris, John Anglin ឬ Clarence Anglin ឡើយមានវត្ថុខ្លះត្រូវបានរកឃើញដូចជាបំណែកអាវភ្លៀងនិងឧបករណ៍មួយចំនួនប៉ុន្តែគ្មានសាកសពគ្មានភស្តុតាងច្បាស់ថាពួកគេស្លាប់ហើយក៏គ្មានភស្តុតាងច្បាស់ថាពួកគេរស់ដែរអាជ្ញាធរជាច្រើនជឿថាពួកគេប្រហែលជាស្លាប់ក្នុងទឹកត្រជាក់ព្រោះចរន្តទឹកនៅទីនោះខ្លាំងណាស់ប៉ុន្តែក្រុមគ្រួសាររបស់បងប្អូន Anglin និងអ្នកស្រាវជ្រាវមួយចំនួនជឿថាពួកគេអាចរស់រានមានជីវិតបាន
ព្រោះពួកគេមានបទពិសោធន៍ហែលទឹកហើយផែនការរបស់ពួកគេមើលទៅត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះរឿង Alcatraz Escape កាន់តែមានអាថ៌កំបាំងដោយសារក្រោយការរត់គេចមានពាក្យចចាមអារាមនិងភស្តុតាងមិនច្បាស់ជាច្រើនបានលេចឡើងមានមនុស្សមួយចំនួនអះអាងថាធ្លាប់ឃើញបងប្អូនអេងហ្គ្លីននៅក្រៅប្រទេសឬបានទទួលសម្បត្តិពីពួកគេគ្រួសាររបស់ពួកគេក៏ធ្លាប់និយាយថាមានរូបថតមួយដែលអាចបង្ហាញថាបងប្អូនទាំងពីរបាននៅរស់រានមានជីវិតក្រោយការរត់គេចទោះជាយ៉ាងណាភស្តុតាងទាំងនោះមិនអាចបញ្ជាក់ជាផ្លូវការបានទេ FBI បានស៊ើបអង្កេតរឿងនេះអស់ជាច្រើនឆ្នាំប៉ុន្តែចុងក្រោយក៏បិទសំណុំរឿងដោយមិនអាចបញ្ជាក់បានថាពួកគេស្លាប់ឬរស់នេះហើយជាមូលហេតុដែលរឿងរ៉ាវនៃការ Alcatraz Pass នៅតែជារឿងដែលមនុស្សពិភពលោកចាប់អារម្មណ៍រហូតមកដល់សប្តាហ៍ថ្ងៃវាមិនមែនត្រឹមតែជាការរត់គេចធម្មតាទេប៉ុន្តែជារឿងនៃការរៀបចំផែនការអត់ធ្មត់ការបន្លំនិងការបាត់ខ្លួនដោយគ្មានចម្លើយរឿងនេះក៏ត្រូវបានគេយកទៅថតជាភាពយន្តដ៏ល្បីគឺ Escape from Alcatraz ក្នុងឆ្នាំ1979ដែលសម្ដែងដោយ Clint Eastwood ហើយបានធ្វើឲ្យរឿងនេះកាន់តែល្បីលើពិភពលោកចុងក្រោយសំណួរមួយនៅតែឈរនៅទីនោះដដែលតើ Frank Morris និងបងប្អូន Anglin បានស្លាប់ក្នុងសមុទ្រត្រជាក់នោះមែនទេឬពួកគេពិតជាអាចបំបែកពន្ធនាគារដែលគេហៅថាគ្មានច្រកចេញហើយរស់នៅដោយសេរីភាពនៅកន្លែងណាមួយរហូតដល់អស់ជីវិតឬរឿងហែកគុករបស់ Michel Vougeot ដោយប្រើឧទ្ធម្ភាគចក្រក្នុងឆ្នាំ1986ក្នុងឆ្នាំ1986ការរត់គេចរបស់ Michel Vougeot បានក្លាយជារឿងមួយដែលធ្វើឲ្យមនុស្សទាំងពិភពលោកភ្ញាក់ផ្អើលព្រោះវាមិនមែនជាការរត់គេចធម្មតាដោយករណីផ្សេងៗទេប៉ុន្តែវាជាការរត់ដែលមើលទៅដូចជាក្នុងឈុតឆាកនៃភាពយន្ត Hollywood មួយអញ្ចឹងដែរនៅពេលនោះ Michel ត្រូវបានគេដាក់ឃុំក្នុងពន្ធនាគារ La Santé Prison ដែលស្ថិតនៅកណ្ដាលទីក្រុងប៉ារីសហើយមានប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតមានអ្នកយាមតាមដានយ៉ាងតឹងរ៉ឹងនិងមានការត្រួតពិនិត្យជារៀងរាល់ថ្ងៃសម្រាប់អ្នកទោសភាគច្រើនការរត់ចេញពីទីនោះគឺស្ទើរតែជារឿងមិនអាចទៅរួចប៉ុន្តែ Michel មិនមែនជាមនុស្សធម្មតាទេគាត់ជាមនុស្សដែលមានការគិតឆ្លាតវៃនិងមិនដែលបោះបង់សង្ឃឹមក្នុងការរត់គេចនោះឡើយនៅខាងក្រៅមានមនុស្សម្នាក់ដែលមានតួនាទីសំខាន់បំផុតក្នុងផែនការនេះគឺប្រពន្ធរបស់គាត់ដែលបានសម្រេចចិត្តធ្វើអ្វីដែលមនុស្សភាគច្រើនមិនហ៊ានធ្វើនាងបានចាប់ផ្ដើមរៀនបើកឧទ្ធម្ភាគចក្រដោយសម្ងាត់ហើយគ្មាននរណាសង្ស័យថានាងកំពុងរៀបចំផែនការដ៏គ្រោះថ្នាក់មួយនេះឡើយថ្ងៃដែលបានកំណត់មកដល់បរិយាកាសនៅក្នុងពន្ធនាគារមើលទៅធម្មតាដោយសពមួយដងអ្នកយាមធ្វើការងាររបស់ពួកគេតាមធម្មតាអ្នកទោសនៅក្នុងបន្ទប់របស់ពួកគេគ្មាននរណាម្នាក់ដឹងថាប៉ុន្មាននាទីបន្ទាប់មានរឿងអ្វីមួយដ៏អស្ចារ្យនឹងកើតឡើងនៅខាងលើមេឃឧទ្ធម្ភាគចក្រមួយបានបង្ហាញខ្លួនហោះចូលមកជិតពន្ធនាគារហើយចុះចតលើដំបូលនៅពេលនោះអ្នកយាមមួយចំនួនចាប់ផ្ដើមភ្ញាក់ផ្អើលព្រោះវាមិនមែនជារឿងធម្មតាដែលឧទ្ធម្ភាគចក្រអាចចូលមកជិតតំបន់សុវត្ថិភាពដ៏ខ្ពស់បែបនេះបានខណៈពេលដែលមានភាពច្របូកច្របល់ Michel បានប្រើឱកាសនោះដោយរត់ឡើងទៅលើដំបូលយ៉ាងលឿនតាមផ្លូវដែលគាត់បានរៀបចំទុកជាមុនសកម្មភាពទាំងនេះកើតឡើងក្នុងរយៈពេលដ៏សែនខ្លីដែលអ្នកយាមមិនអាចធ្វើអ្វីបានឡើយក្នុងប៉ុន្មានវិនាទី Michel បានឡើងទៅក្នុងឧទ្ធម្ភាគចក្រដែលកំពុងរងចាំហើយបន្ទាប់មកបានហោះចេញពីទីនោះទុកឲ្យអ្នកយាមនៅឈរហិតផ្សែងក្នុងភាពភ្ញាក់ផ្អើលនិងសឹងមិនជឿនឹងភ្នែកអំពីអ្វីដែលគេកំពុងតែឃើញឡើយការរត់គេចនេះបានបង្ហាញពីកម្រិតនៃការរៀបចំផែនការនិងការប្រថុយប្រថានដែលមិនធម្មតាឡើយព្រោះវាមិនមែនត្រឹមតែការរត់ចេញពីបន្ទប់ឃុំទេប៉ុន្តែជាការសហការរវាងមនុស្សនៅខាងក្នុងនិងខាងក្រៅដោយមានការរៀបចំយ៉ាងល្អឥតខ្ចោះទោះបីជាការរត់នេះបានជោគជ័យនៅពេលនោះក៏ដោយក៏វាមិនមានន័យថាគាត់បានសេរីភាពជារៀងរហូតទេព្រោះបន្ទាប់ពីរត់គេចបានមួយរយៈអាជ្ញាធរបានចាប់គាត់បានមកវិញទោះជាយ៉ាងណាក៏ដោយការរត់គេចនេះនៅតែត្រូវបានគេចងចាំថាជាការហែកគុកដ៏ឥតខ្ចោះមួយក្នុងចំណោមការរត់គេចដែលដូចក្នុងភាពយន្តបំផុតក្នុងប្រវត្តិសាស្ត្រព្រោះវាប្រើវិធីដែលមិនធម្មតានិងមើលទៅដូចជារឿងក្នុងភាពយន្តយ៉ាងដូចនោះដែរវាបានបំផុសឲ្យមានការបង្កើតឈុតឆាកស្រដៀងគ្នានៅក្នុងភាពយន្តជាច្រើនដែលបង្ហាញពីការរត់គេចដោយ helicopter ពីលើដំបូលពន្ធនាគារហើយធ្វើឲ្យមនុស្សជាច្រើនគិតថាបើមានការរៀបចំល្អនិងមានភាពហ៊ានប្រថុយគ្មានអ្វីដែលមិនអាចទៅរួចនោះទេការហែកគុកតាមច្រកក្រោមដីរបស់ El Chapo ក្នុងឆ្នាំ2015នៅឆ្នាំ2015ការរត់គេចរបស់ស្ដេចគ្រឿងញៀនមិចស៊ិកូ Joaquin Guzman ដែលគេស្គាល់ថា El Chapo បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះវាមិនមែនជាការរត់គេចធម្មតាទេប៉ុន្តែជាការរត់ដែលបង្ហាញពីអំណាចទឹកប្រាក់និងបណ្ដាញដ៏ធំមួយនៅខាងក្រៅពន្ធនាគារនៅពេលនោះគាត់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ Altiplano Prison ដែលគេចាត់ទុកថាជាពន្ធនាគារសុវត្ថិភាពខ្ពស់បំផុតមួយនៅប្រទេសមិចស៊ីកូមានកាមេរ៉ាតាមដានគ្រប់ជ្រុងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនិងការប្រុងប្រយ័ត្នជាពិសេសព្រោះគាត់គឺជាមេដឹកនាំក្រុមគ្រឿងញៀនដ៏មានឥទ្ធិពលមនុស្សភាគច្រើនជឿថាការរត់ចេញពីទីនោះគឺជារឿងមិនអាចទៅរួចប៉ុន្តែអ្វីដែលគ្មាននរណានឹកស្មានគឺក្រោមបន្ទប់របស់គាត់មានគម្រោងដ៏ធំមួយកំពុងកើតឡើងយ៉ាងស្ងៀមស្ងាត់
ក្នុងរយៈពេលជាច្រើនខែមនុស្សនៅខាងក្រៅបានជីកផ្លូវរួមក្រោមដីមួយដែលមានប្រវែងជាង 1.5 គីឡូម៉ែត្រពីផ្ទះមួយនៅខាងក្រៅទៅដល់ខាងក្រោមបន្ទប់របស់ El Chapo ផ្លូវរួមនេះមិនមែនជារួមធម្មតាទេប៉ុន្តែវាត្រូវបានសាងសង់យ៉ាងល្អមានភ្លើងអគ្គិសនីប្រព័ន្ធបញ្ចេញខ្យល់និងផ្លូវដែកតូចសម្រាប់ម៉ូតូដែលអាចឲ្យគេចផ្លាស់ទីបានយ៉ាងលឿនអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះគឺចំណុចចូលរបស់ផ្លូវរួមនេះស្ថិតនៅក្រោមកន្លែងផ្កាឈូកងូតទឹកក្នុងបន្ទប់ទឹករបស់គាត់ដែលជាកន្លែងដែលមុំកាមេរ៉ាមិនអាចមើលឃើញដល់ឡើយថ្ងៃដែលគាត់សម្រេចរត់គាត់បានចូលទៅក្នុងបន្ទប់ទឹកហើយបាត់ខ្លួនចូលទៅក្នុងរូងក្រោមដីនោះក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះនៅពេលអ្នកយាមបានដឹងថាគាត់បានបាត់ខ្លួនវាជារឿងដែលយឺតពេលទៅហើយព្រោះគាត់បានធ្វើដំណើរចេញពីពន្ធនាគារឆ្ងាយទៅហើយតាមរយៈរូងនោះការរត់គេចនេះបានធ្វើឲ្យអាជ្ញាធរមិចស៊ីកូនិងពិភពលោកទាំងមូលភ្ញាក់ផ្អើលព្រោះវាបង្ហាញថាទោះបីជាពន្ធនាគារមានសុវត្ថិភាពខ្ពស់ប៉ុណ្ណាក៏នៅតែអាចមានចំណុចខ្សោយប្រសិនបើមានការរៀបចំផែនការយ៉ាងល្អនិងមានការជួយពីខាងក្រៅករណីនេះក៏បង្ហាញពីអំណាចនៃក្រុមគ្រឿងញៀនដែលអាចប្រើប្រាស់ប្រាក់និងបណ្ដាញដើម្បីធ្វើអ្វីដែលមនុស្សធម្មតាមិនអាចធ្វើបានបន្ទាប់ពីរត់គេចបាន El Chapo បានក្លាយជាមនុស្សដែលត្រូវបានតាមប្រម៉ាញ់ខ្លាំងបំផុតម្នាក់នៅលើពិភពលោកហើយប៉ុន្មានខែក្រោយគាត់ត្រូវបានគេចាប់ខ្លួនបានវិញទោះជាយ៉ាងណាក៏ដោយការរត់គេចនេះនៅតែត្រូវបានគេចងចាំថាជាមួយក្នុងចំណោមការរត់គេចដែលមានបច្ចេកវិទ្យានិងការរៀបចំខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រវាបានបំផុសឲ្យមានភាពយន្តនិងស៊េរីជាច្រើនដូចជា Narcos ដែលបង្ហាញពីជីវិតនិងអំណាចរបស់គាត់ហើយធ្វើឲ្យមនុស្សជាច្រើនយល់ថាការរត់គេចមួយនេះមិនមែនជាការរត់ធម្មតាប៉ុន្តែជាការបង្ហាញពីពិភពក្រោមដីដែលស្មុគស្មាញនិងគួរឲ្យខ្លាចការហែកគុក Maze ក្នុងឆ្នាំ 1983 នៅឆ្នាំ 1983 ការរត់គេចពីពន្ធនាគារ HM Prison Maze បានក្លាយជាការរត់គេចដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រអឺរ៉ុបហើយមិនត្រឹមតែជារឿងអំពីអ្នកទោសរត់គេចប៉ុណ្ណោះទេប៉ុន្តែវាជាព្រឹត្តិការណ៍ដែលភ្ជាប់ជាមួយស្ថានភាពនយោបាយនិងចំនួនដ៏តានតឹងនៅប្រទេសអ៊ីឡង់ខាងជើងក្នុងសម័យនោះពន្ធនាគារនេះត្រូវបានគេហៅថា Maze ឬ Long Cash ដែលមានសុវត្ថិភាពខ្ពស់និងត្រូវបានប្រើសម្រាប់ឃុំខ្លួនសមាជិកក្រុម IRA ដែលពាក់ព័ន្ធនឹងសង្គ្រាមនយោបាយនៅថ្ងៃនោះអ្នកទោសចំនួន38នាក់បានរៀបចំផែនការដ៏ស្មុគស្មាញនិងមានការសហការគ្នាយ៉ាងម៉ត់ចត់ដើម្បីធ្វើរឿងដែលមិនធ្លាប់មានពីមុនមកពួកគេមិនបានគ្រាន់តែរកផ្លូវចេញប៉ុណ្ណោះទេប៉ុន្តែបានរៀបចំផែនការដើម្បីគ្រប់គ្រងផ្នែកមួយនៃពន្ធនាគារដោយផ្ទាល់ដំបូងពួកគេបានវាយប្រហារអ្នកយាមដោយប្រើឧបាយកលនិងការបញ្ឆោតដើម្បីយកអាវុធនិងការគ្រប់គ្រងបន្ទាប់មកពួកគេបានចងអ្នកយាមនិងបង្ខំឲ្យពួកគេបើកទ្វារនិងផ្លូវចេញផ្សេងៗក្នុងពន្ធនាគារនៅក្នុងភាពច្របូកច្របល់នោះអ្នកទោសមួយចំនួនបានពាក់ឯកសណ្ឋានអ្នកយាមដើម្បីបន្លំនិងធ្វើឲ្យមើលទៅដូចជាបុគ្គលិកធម្មតាក្នុងគុកចំណុចសំខាន់បំផុតនៃផែនការនេះគឺការប្រើរថយន្តដឹកអាហារដែលចូលចេញពន្ធនាគារជាប្រចាំអ្នកទោសបានគ្រប់គ្រងរថយន្តនេះហើយប្រើវាជាវិធីដើម្បីបើកចេញពីពន្ធនាគារដោយឆ្លងកាត់ច្រកត្រួតពិនិត្យជាច្រើនដោយគ្មានការសង្ស័យសោះឡើយទោះជាការរត់គេចនេះកើតឡើងក្នុងរយៈពេលខ្លីប៉ុន្តែមានការរៀបចំយ៉ាងយូរនិងយ៉ាងម៉ត់ចត់នៅពេលដែលអាជ្ញាធរដឹងថាមានការរត់គេចកើតឡើងក៏មានការតាមប្រម៉ាញ់យ៉ាងដិតដល់និងសកម្មនៅទូទាំងប្រទេសនិងក្រៅប្រទេសអ្នកទោសមួយចំនួនត្រូវបានចាប់វិញក្នុងរយៈពេលខ្លីប៉ុន្តែខ្លះទៀតអាចគេចខ្លួនបានជោគជ័យហើយបាត់ខ្លួនក្នុងរយៈពេលយូរការរត់គេចនេះមិនត្រឹមតែធ្វើឲ្យប្រព័ន្ធសុវត្ថិភាពរបស់ពន្ធនាគារត្រូវបានសង្ស័យប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងលើស្ថានភាពនយោបាយនិងសន្តិសុខនៅអ៊ីឡង់ខាងជើងវាបានបង្ហាញថាទោះបីជាពន្ធនាគារមានសុវត្ថិភាពខ្ពស់ប៉ុណ្ណាក៏នៅតែអាចមានចំណុចខ្សោយប្រសិនបើមានការសហការយ៉ាងល្អនិងការរៀបចំផែនការយ៉ាងម៉ត់ចត់រឿងនេះក៏ត្រូវបានគេយកទៅបង្ហាញក្នុងភាពយន្ត Maze ដែលបង្ហាញពីការរៀបចំនិងការអនុវត្តនៃការរត់គេចដ៏អស្ចារ្យនេះហើយធ្វើឲ្យមនុស្សជាច្រើនយល់ថាការរត់គេចនេះមិនមែនជាការរត់គេចធម្មតាទេប៉ុន្តែជាប្រតិបត្តិការដែលមានកម្រិតដូចជាការប្រតិបត្តិការយោធាមួយការហែកគុកនៅ Texas ក្នុងឆ្នាំ 2000 នៅឆ្នាំ 2000 ការរត់គេចរបស់ក្រុមដែលគេហៅថា Texas 7បានក្លាយជាករណីមួយដែលធ្វើឲ្យសហរដ្ឋអាមេរិកទាំងមូលភ្ញាក់ផ្អើលនិងភ័យខ្លាចព្រោះវាមិនមែនជាការរត់គេចធម្មតាទេប៉ុន្តែជាការរត់ដែលបន្តទៅជាបទល្មើសធ្ងន់ធ្ងរបន្ថែមក្រៅពន្ធនាគារក្រុមអ្នកទោស7នាក់នេះបានរត់ចេញពីពន្ធនាគារ John B. Connolly Unit ដោយការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ននិងសហការគ្នាយ៉ាងជិតស្និទ្ធបំផុតពួកគេមិនបានប្រើការជីកឬផ្លូវសម្ងាត់ដោយករណីផ្សេងទេប៉ុន្តែបានជ្រើសរើសវិធីដែលគ្រោះថ្នាក់និងត្រង់ជាងគេគឺការវាយប្រហារអ្នកយាមដោយផ្ទាល់នៅថ្ងៃដែលបានកំណត់ពួកគេបានបង្កការភ្ញាក់ផ្អើលដោយវាយប្រហារអ្នកយាមចងខ្សែពួកគេហើយយកអាវុធនិងសម្លៀកបំពាក់ដើម្បីបន្លំជាបុគ្គលិកពន្ធនាគារក្នុងភាពច្របូកច្របល់នោះពួកគេបានគ្រប់គ្រងស្ថានភាពយ៉ាងលឿនហើយប្រើយានយន្តរបស់ពន្ធនាគារដើម្បីបើកចេញពីទីនោះដោយឆ្លងកាត់ច្រកត្រួតពិនិត្យដោយមិនមានការសង្ស័យពីអ្នកយាមផ្សេងទៀតឡើយបន្ទាប់ពីបានរត់គេចដោយជោគជ័យពួកគេមិនបានបញ្ឈប់ត្រឹមតែការរត់ទេប៉ុន្តែបានបន្តជីវិតជាអ្នកល្មើសក្រៅច្បាប់
ពួកគេបានធ្វើការរៀបចំផែនការលួចនិងវាយប្រហារទៀតដើម្បីរកប្រាក់និងរកវិធីលាក់ខ្លួនពីអាជ្ញាធរករណីដែលធ្វើឲ្យពួកគេក្លាយជាក្រុមដែលគេតាមប្រម៉ាញ់ខ្លាំងបំផុតគឺពេលដែលពួកគេបានវាយប្រហារនិងសម្លាប់ប៉ូលីសម្នាក់ក្នុងពេលធ្វើបទល្មើសមួយព្រឹត្តិការណ៍នេះបានបំផ្លាញភាពស្ងប់ស្ងាត់និងធ្វើឲ្យអាជ្ញាធរចាប់ផ្ដើមប្រតិបត្តិការតាមប្រម៉ាញ់យ៉ាងសកម្មទូទាំងប្រទេសរូបភាពនិងព័ត៌មានរបស់ពួកគេត្រូវបានផ្សាយនៅគ្រប់ទីកន្លែងទាំងទូរទស្សន៍កាសែតនិងបណ្ដាញផ្សេងៗដើម្បីឲ្យប្រជាជនជួយសង្កេតនិងផ្ដល់ព័ត៌មានការតាមប្រម៉ាញ់នេះបន្តរយៈពេលជាច្រើនសប្ដាហ៍ដោយមានការចូលរួមពីប៉ូលីសនិងអាជ្ញាធរច្រើនកន្លែងចុងក្រោយសមាជិកនៃ Texas 7 ត្រូវបានចាប់វិញជាបន្តបន្ទាប់ខ្លះត្រូវបានចាប់ដោយសារព័ត៌មានពីប្រជាជនខ្លះត្រូវបានបង្ខំឲ្យសម្លាប់ខ្លួនឯងហើយខ្លះទៀតត្រូវបានកាត់ទោសយ៉ាងធ្ងន់ធ្ងរករណីនេះបានបង្ហាញថាការរត់គេចពីពន្ធនាគារមិនមែនតែងតែជារឿងនៃការស្វែងរកសេរីភាពរួចខ្លួនទេប៉ុន្តែអាចនាំឲ្យមានអំពើហិង្សានិងផលវិបាកធ្ងន់ធ្ងរជាងមុនវាក៏បង្ហាញពីការខ្វះខាតនៅក្នុងប្រព័ន្ធសុវត្ថិភាពនិងការគ្រប់គ្រងដែលអាចអនុញ្ញាតឲ្យក្រុមអ្នកទោសធ្វើការរៀបចំផែនការបែបនេះបាន Texas 7 បានក្លាយជាករណីដ៏ល្បីដែលមនុស្សជាច្រើននឹកឃើញពេលនិយាយអំពីការរត់គេចដែលបញ្ចប់ដោយភាពគ្រោះថ្នាក់និងអាក្រក់ជាងដើមហើយវាត្រូវបានយកទៅបង្ហាញក្នុង documentary និងកម្មវិធី Crime TV ជាច្រើនដែលពិភាក្សាពីផែនការរត់គេចការតាមប្រម៉ាញ់និងចុងបញ្ចប់របស់ក្រុមនេះការហែកគុករបស់ Jeronimo de Pasamonte នៅសតវត្សទី17នៅសតវត្សទី17មានបុរសម្នាក់ឈ្មោះ Jeronimo de Pasamonte ដែលជាទាហានអេស្ប៉ាញនិងជាមនុស្សដែលមានជីវិតពោរពេញដោយការប្រឈមនិងការតស៊ូជីវិតរបស់គាត់មិនត្រឹមតែជាការបម្រើជាតិទេប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងការចាប់ខ្លួននិងការរស់នៅក្នុងភាពលំបាកជាច្រើនឆ្នាំគាត់ត្រូវបានចាប់ដោយកម្លាំងសត្រូវហើយត្រូវបានគេចាប់ឃុំក្នុងស្ថានភាពដ៏អាក្រក់ដែលគ្មានសេរីភាពនិងត្រូវរងការលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តសម្រាប់មនុស្សជាច្រើនការស្ថិតនៅក្នុងស្ថានភាពបែបនេះអាចនាំឲ្យបោះបង់សង្ឃឹមប៉ុន្តែ Pasamonte មិនមែនជាមនុស្សដែលចុះចាញ់ងាយៗនោះទេក្នុងអំឡុងពេលដែលគាត់ត្រូវបានឃុំខ្លួនគាត់បានសង្កេតមើលបរិយាកាសជុំវិញរៀនពីចលនារបស់អ្នកយាមនិងស្វែងរកឱកាសតូចៗដែលអាចនាំឲ្យគាត់រត់គេចបានបន្ទាប់ពីរយៈពេលយ៉ាងយូរនិងការរៀបចំផែនការយ៉ាងម៉ត់ចត់គាត់បានរកឃើញឱកាសមួយដើម្បីគេចចេញពីការឃុំខ្លួនទោះបីជាមានព័ត៌មានលម្អិតមិនច្បាស់លាស់អំពីវិធីដែលគាត់បានរត់គេចក៏ដោយក៏អ្វីដែលច្បាស់គឺគាត់អាចរួចផុតពីការឃុំខ្លួនដ៏តឹងរឹងនោះបានដោយការប្រើប្រាស់ភាពឆ្លាតវៃនិងភាពអត់ធ្មត់ការរត់គេចនេះបានផ្លាស់ប្ដូរជីវិតរបស់គាត់ទាំងស្រុងព្រោះបន្ទាប់ពីគេចបានគាត់មិនត្រឹមតែរស់រានមានជីវិតទេប៉ុន្តែបានសរសេរអំពីបទពិសោធន៍របស់ខ្លួនដែលធ្វើឲ្យមនុស្សជាច្រើនស្គាល់ពីភាពលំបាកនិងជីវិតក្នុងការឃុំខ្លួននៅសម័យនោះការសរសេររបស់គាត់បានក្លាយជាឯកសារសំខាន់មួយដែលបង្ហាញពីភាពពិតនៃជីវិតអ្នកទោសនិងការតស៊ូដើម្បីសេរីភាពអ្វីដែលធ្វើឲ្យរឿងរបស់ Pasamonte កាន់តែគួរឲ្យចាប់អារម្មណ៍គឺវាមិនបានបញ្ចប់ត្រឹមតែជាបទពិសោធន៍ផ្ទាល់ខ្លួនទេប៉ុន្តែថែមទាំងបានជះឥទ្ធិពលដល់ពិភពអក្សរសិល្ប៍ផងដែរគេជឿថាជីវិតនិងបទពិសោធន៍របស់គាត់បានផ្ដល់ជាភាពបំផុសគំនិតដល់ស្នាដៃអក្សរសិល្ប៍ដ៏ល្បីមួយគឺ Don Quixote ដែលសរសេរដោយ Miguel de Cervantes នេះបង្ហាញថាការហែកគុករបស់គាត់មិនមែនត្រឹមតែជាការរត់ដើម្បីរស់រានមានជីវិតទេប៉ុន្តែថែមទាំងបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រនិងវប្បធម៌ផងដែរទោះបីជាការរត់គេចរបស់ Pasamonte មិនមានភាពអស្ចារ្យដោយករណីសម័យទំនើបដែលមានបច្ចេកវិទ្យាខ្ពស់ក៏ដោយប៉ុន្តែវាបង្ហាញពីអ្វីដែលសំខាន់បំផុតគឺភាពរឹងមាំនៃចិត្តនិងបំណងប្រាថ្នាចង់មានសេរីភាពចុងក្រោយរឿងរបស់គាត់នៅតែជាភស្តុតាងថាមិនថាសម័យណាក៏ដោយមនុស្សតែងតែស្វែងរកវិធីដើម្បីរួចផុតពីការឃុំខ្លួនហើយបន្តរស់នៅក្នុងសេរីភាពវិញការរត់គេចទាំងនេះមិនមែនត្រឹមតែជាការបំបីច្បាប់រកសេរីភាពនោះទេប៉ុន្តែជាការបង្ហាញពីភាពឆ្លាតវៃការរៀបចំផែនការយ៉ាងម៉ត់ចត់និងការប្រថុយជីវិតអ្នកទោសមួយចំនួនបានគេចខ្លួនដោយជោគជ័យនិងបាត់ខ្លួនរហូតមកដល់សព្វថ្ងៃខណៈមួយចំនួនផ្សេងទៀតត្រូវបានចាប់វិញនិងទទួលទោសយ៉ាងធ្ងន់ធ្ងរប៉ុន្តែសំណួរមួយនៅតែស្ថិតនៅក្នុងចិត្តមនុស្សគ្រប់គ្នាតើមានប៉ុន្មានអ្នកដែលគេចបានពិតប្រាកដហើយមិនដែលត្រូវបានរកឃើញវិញ